វីដេអូនេះនាំមកជូនអ្នកគ្នាដោយ Detail Plus បើសិនគ្នាចង់ធ្វើការទស្សនាជាមួយនឹង anime ដែលធ្វើការនិយាយនិងបញ្ចូលសំឡេងជាភាសាខ្មែរអ្នកគ្នាធ្វើការ download ជាមួយនឹងកម្មវិធីមើលនេះបានតែនៅក្នុងនេះគឺមានជាមួយនឹង anime បកប្រែនិងបញ្ចូលសំឡេងជាភាសាខ្មែរចេញជារៀងរាល់ថ្ងៃតែម្ដងរហូតដល់ក្នុងខែមករានេះគឺអ្នកគ្នាធ្វើការទស្សនាបានដោយឥតគិតថ្លៃរហូតកុំភ្លេចប្រើប្រាស់ជាមួយនឹងប្រម៉ូកូដរបស់ Admin ដើម្បីទទួលបានជាមួយនឹងការបញ្ចុះតម្លៃ 50% ដូចគ្នាផងដែរអ្នកគ្នាតើធ្វើនេះការពីក្មេងអត់គឺនិយាយថាសម័យថាខ្លួនឯងនឹងចេះវេទមន្តសម័យថាខ្លួនឯងជាតួអង្គនៅក្នុងរឿងនៅក្នុង anime នៅក្នុងតុក្កតាអីចឹងណាបើខ្ញុំវិញក៏ធ្លាប់ដែរកាលពីក្មេងទៅមានតែធៀងដូរមួយយកមកកាប់ធ្វើដាវយកកណាត់ក្រហមចងក្បាលហើយសម័យតែខ្លួនឯងហ្នឹងគឺជាអរិចនៅក្នុងកូដលីយូកូជាយុទ្ធសើចេះបាញ់ភីអីចឹងទៅហើយសាច់រឿងនៃ anime របស់យើងនេះគឺបាននិយាយអំពីតួអង្គប្រុសរបស់យើងដែលគេមានឈ្មោះថាយោតាគេក៏មានអាការៈបែបនេះដូចគ្នាផងដែរដែលគេបានហៅអាការៈមួយនេះថាជំងឺថ្នាក់ទី8រហ័យថានេះផងដែរខណៈពេលដែលគេកំពុងតែឈរហ្នឹងនៅពេលនៅផងដែរសត្វតែមានក្មេងស្រីម្នាក់បានចូលមកពីខាងលើជន់ក្បាលរបស់គេនៅពេលនៅបណ្ដានេះក៏បានសួរទៅកាន់គេថាតែគេបានមើលឃើញអ្វីអត់នៅពេលបណ្ដាយោតាក៏បានតបទៅវិញថាបានឃើញអីទេនៅពេលហ្នឹងក៏បានសួរទៅកាន់គេថាចង់ឃើញអត់យោតាក៏បានសួរថាចង់ឃើញអីក៏ប៉ុន្តែនៅពេលហ្នឹងគេមិនទាន់ទទួលបានចម្លើយផងនាងក៏ទៅបាត់ទៅយោតាដែលសារតែគេកាយពីក្មេងគេគឺមានជំងឺថ្នាក់ទី8តែសម័យថាខ្លួនឯងគឺជាតួអង្គចេះវេទមន្តនិយាយបែបប្លែកចឹងទៅក៏ប៉ុន្តែនៅពេលនេះគេបានរៀនដល់ថ្នាក់វិទ្យាល័យហើយដូច្នេះហើយគេគឺមិនចង់វិលត្រឡប់ទៅការអតីតកាលដូចមុននោះទេដែលគេក៏មានបំណងចង់ធ្វើត្រឹមតែជាសិស្សវិទ្យាល័យធម្មតាតែប៉ុណ្ណោះរហូតខណៈពេលដែលគេកំពុងតែធ្វើដំណើរទៅសាលានៅពេលនោះបណ្ដាគេក៏បានជួបជាមួយនឹងក្មេងស្រីដ៏សោកសៅម្នាក់ដែលតាមកាអារបស់នាងគឺជាអ្នករៀននៅសាលារបស់គេដូចគ្នានៅពេលនោះបណ្ដាគេក៏បានជួបជាមួយនឹងក្មេងស្រីម្នាក់នោះម្ដងទៀតក្មេងស្រីម្នាក់នោះនាងក៏បានធ្វើការឈរពីមុខរថភ្លើងនៅពេលនោះបណ្ដានាងក៏បានធ្វើការលើកដៃនៅពេលនោះទ្វារក៏បានបើកខ្វាក់ធ្វើឲ្យយោតាគេគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅបានសរសើរថាចុំអីក៏អស្ចារ្យខ្លាំងម្ល៉េះក៏ប៉ុន្តែដោយសារតែគេរវល់ទៅសរសើរនាងនោះនៅពេលនោះប៉ុណ្ណាគេក៏បានខកជើងរកភ្លើងដូច្នេះហើយនៅពេលនោះគេមានតែរត់ទៅសាលាតែប៉ុណ្ណោះក្រោយពេលដែលគេធ្វើដំណើរទៅដល់សាលាហើយគេក៏បានតាំងចិត្តថាគេនឹងធ្វើជាមនុស្សធម្មតាក៏ព្រោះថាការពីមុននៅពេលដែលគេណែនាំខ្លួនគេបាននិយាយថាយើងគឺជាលោកម្ចាស់ភ្លើងងងឹតយើងគឺជាកម្ពុជាអ្នកប្រើប្រាស់វេទមន្តចេះជប់វត្ថុទុនឲ្យខ្លាចទៅជារឹងនោះគឺកម្ពុជាវេទមន្តហៀវរហូតគេក៏បានមកបន្ទោសហាក់ប្រាណតែម្នាក់ឯងនៅបាននិយាយថាចាត់តាំងតែពីថ្ងៃនេះទៅគេគឺនឹងមិនធ្វើអានេះទៀតនោះទេនៅពេលនោះផាណាគេក៏បានធ្វើការនិយាយពាក្យមួយឃ្លានោះជាលើកចុងក្រោយដែលបាននិយាយថាយើងគឺជាលោកម្ចាស់ភ្លើងងងឹតចាប់ពីថ្ងៃនេះទៅយើងនឹងធ្វើការឃុំឯងជារៀងរហូតដែលយោតាគេក៏បានគិតថាគ្មានអ្នកណាម្នាក់មើលឃើញគេនោះទេក៏ប៉ុន្តែនៅពេលហ្នឹងសើតែមានអ្នកណាម្នាក់កំពុងតែមើលគេឬហើយក្រោយពេលដែលយោតាគេបានវិលត្រឡប់ទៅដល់ថ្នាក់របស់គេវិញហើយនៅពេលនោះផងដែរគេក៏បានជួបជាមួយនឹងមិត្តភក្តិថ្មីម្នាក់ដែលគេមានឈ្មោះថាអ៊ីស៊ីគីមែនអ៊ីស៊ីគីហ្នឹងឯងមែនខុសមនុស្សច្រឡំរឿងឯងយោតាគេក៏បានជួបជាមួយនឹងមិត្តភក្តិថ្មីម្នាក់ដែលគេមានឈ្មោះថាអ៊ីស៊ីគីដែលបានធ្វើការនិយាយស្វាគមន៍គេនៅមករកអានគេដែលនេះហើយគឺជាអ្វីដែលយោតាបំពងប្រាថ្នានៅពេលដែលអ៊ីស៊ីគីក៏បានសួរទៅកាន់គេថាតើយោតាគេគឺគិតថានារីណាម្នាក់គឺជាស្រីស្អាតនៅក្នុងថ្នាក់មួយនេះនៅពេលនោះផាណាយោតាគេក៏បានឃើញជាមួយនឹងក្មេងស្រីម្នាក់ដែលគេបានឃើញការវាព្រឹកមិញនៅពេលនោះអ៊ីស៊ីគីក៏បានប្រាប់ថាភ្នែករបស់គេគឺពិតជាល្អខ្លាំងណាស់នាងគេមានឈ្មោះថានីប៊ូថានីគឺជាស្រីស្អាតនិងឆ្លាតជាងគេប្រចាំសាលាតែម្ដងក៏ប៉ុន្តែជានិស្ស័យក៏អាចថាបាននំប៉័ងនៅពេលនោះផងដែរក្មេងស្រីដែលគេបានជួបនោះក៏បានរៀននៅក្នុងថ្នាក់របស់គេដូចគ្នាតែគ្រាន់តែជួបគ្នាភ្លាមនាងក៏បាននិយាយថានាងខំចំណាយពេលអស់ជាយូរណាស់មកហើយដើម្បីតាមស្វែងរកគេក៏ព្រោះថាភ្នែករបស់នាងជាមួយនឹងធម៌ពលរបស់គេមានជាមួយនឹងកិច្ចសន្យាជាមួយនឹងគ្នាយោតាគ្រាន់តែឃើញហើយនៅពេលហ្នឹងគេក៏បានដឹងថានេះហើយគឺជាអាការៈជំងឺថ្នាក់ទី8អ៊ីសាគីវិញក៏បានគិតថាអបិមនីទើបតែរៀនថ្ងៃដំបូងសោះមានស្រីសារភាពស្នេហាបាត់ទៅហើយក៏ប៉ុន្តែនៅពេលហ្នឹងផាណាភ្នែករបស់នាងក៏បានឈឺឬហើយពេលមួយថ្នាក់នេះគឺមានតែយោតាតែម្នាក់តែប៉ុណ្ណោះដែលត្រូវនាំនាងទៅការបន្ទប់បន្ទីពេទ្យក្រោយពេលដែលជួលនាងទៅដល់បន្ទប់ពេទ្យហើយនៅពេលហ្នឹងយោតាក៏បានសួរថាមូលហេតុអ្វីបានជានាងស្គាល់គេនៅពេលហ្នឹងនាងក៏បានប្រាប់ថានាងគឺជាម្ចាស់នៃភ្នែកថៃរ៉ាន់ហើយភ្នែករបស់នាងជាមួយនឹងគេគឺមានតំណែងកិច្ចសន្យាជាមួយនឹងគ្នាដែលនាងគឺមើលដឹងថាយោតាគឺជាកម្ពុជាអ្នកប្រើប្រាស់វេទមន្តកម្រិតទី7គឺជាលោកម្ចាស់ភ្លើងងងឹតដែលគ្រាន់តែលឺភ្លាមនៅពេលហ្នឹងផងដែរយោតាក៏បានធ្វើបាបនាងតែម្ដងដែលបានសួរថាតើនាងលឺវានៅកន្លែងណានៅទីណាផងដែរក៏ព្រោះថាគ្មានអ្នកណាម្នាក់ដឹងអំពីរឿងរ៉ាវអាកំបាំងរបស់គេនៅទេដោយសារតែយោតាគេគឺធ្វើបាបនាងខ្លាំងពេកនៅពេលហ្នឹងផងដែរតែនាងព្រមប្រាប់ការពិតថានាងគឺបានលឺគេនិយាយនៅកន្លែងបន្ទប់ហាត់ប្រាណដែលយោតាគេគឺគិតថាគ្មានអ្នកលឺនឹងឯងរហូតនៅពេលហ្នឹងយោតាក៏បានធ្វើការនិយាយប្រាប់ទៅកាន់នាងថាកូនធ្វើអញ្ចឹងទៀតអីក៏ព្រោះថាវាក៏ពិតជាគួរខ្មាស់គេខ្លាំងណាស់ហើយណាមួយថាអពតទាំងអស់នោះគឺមិនមានមែនតែនោះទេក៏ប៉ុន្តែនៅពេលហ្នឹងនាងក៏បានតបទៅវិញថាអពតទាំងអស់នោះគឺពិតជាមានមែនតែនយោតាក៏បានប្រកែកថាអត់មានទេនៅពេលហ្នឹងផ្ដែរនាងក៏បានសួរទៅកាន់គេថាតើគេចង់ឃើញអត់យោតាដោយសារតែគេចង់ឈ្នះគេក៏បាននិយាយថាគេគឺចង់ឃើញរហូតនៅពេលហ្នឹងផងដែរនាងក៏បានធ្វើការបើកភ្នែករបស់នាងឲ្យគេមើលតែម្ដង
ចាំតិចសាថ្មីម្ដងទៀតបាទគឺថាផ្នែករបស់នាងហ្នឹងគឺដាក់លែនទេឬហើយយោតាក៏បានឲ្យថ្នាំផ្នែកទៅកាន់នាងឬហើយប្រគេក៏បានបើត្រឡប់ទៅកាន់ឋានៈវិញឬហើយមិនពេលទៅចេញពីរៀននៅពេលហ្នឹងផងដែរអេសគីក៏បានធ្វើការហៅយោតាឲ្យទៅជប់លៀងដើម្បីស្វាគមន៍សមាជិកថ្មីជាមួយនឹងគ្នានៅបាននិយាយថាការជប់លៀងមួយនេះប្រគេនឹងរៀបចំជាមួយនឹងតារាងបោះឆ្នោតមួយដើម្បីបោះឆ្នោតថាតើអ្នកណាគឺជាស្រីស្អាតប្រចាំថ្នាក់ឬហើយនៅពេលហ្នឹងទៅអេសគីបានប្រាប់ថាក្មេងស្រីដែលគេបានជួបតាំងតែពីថ្ងៃនោះនាងគេមានឈ្មោះថាកាណាស៊ីរីកាយោតានៅពេលហ្នឹងគេក៏ពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ព្រោះថានៅពេលនេះទីបំផុតគេមានជីវិតទីសិស្សសាលាធម្មតាហើយក៏ប៉ុន្តែដូចគេនិយាយចឹងថានិស័យមកដល់ហើយទោះបីយើងចង់រកកិច្ចយ៉ាងណាក៏កិច្ចបំផុតដូចគ្នាផងដែរនៅពេលហ្នឹងអ្នកគ្រូក៏បានធ្វើការហៅយោតាឲ្យទៅជួបក៏ព្រោះថានៅពេលនេះផងដែររីកានឹងគេបានផ្លេចកាបូបលុយរបស់នាងរហូតអ្នកគ្រូក៏មានបំណងចង់ឲ្យយោតាចូលនាងទៅផ្ទះក៏ព្រោះថាផ្ទះរបស់នាងគឺនៅជាប់ជាមួយនឹងយោតានឹងឯងខុសគ្នាត្រឹមតែមួយជាន់តែប៉ុណ្ណោះដូច្នេះហើយយោតាគឺមិនបានទៅជប់លៀងជាមួយនឹងអ្នកដទៃនៅទេខណៈពេលដែរពួកគេកំពុងតែរងចាំរថភ្លើងទៅយោតាបានដឹងថារីកានឹងគឺទៅតែផ្លាស់ប្ដូរមករស់នៅទីនេះពីថ្ងៃមុនប៉ុណ្ណោះដែលនាងមករស់នៅជាមួយនឹងបងស្រីរបស់នាងដែលមានឈ្មោះថាថូកាក៏ប៉ុន្តែរីកានឹងគឺបានជឿនិយាយថាបងស្រីរបស់នាងនឹងគឺជាសត្រូវគឺជាមេធ្មប់បណ្ណានៃនោះទៅវិញហើយនៅពេលនោះបណ្ណានាងក៏បានធ្វើការបង្ហាញថាអពររបស់នាងដែលនាងគឺពាក់ជាមួយនឹងស្បែកជើងស្គីយោតានៅពេលនោះក៏បានទិញអ្វីឲ្យនាងផឹកដោយសារតែរីកានឹងគឺរវល់ធ្វើកាយវិការ1 2 2 3ឆ្វេងស្អាមលើក្រោមពួកគេឡារថភ្លើងបន្តនៅទេក៏ប៉ុន្តែសំណាងល្អផងដែរពួកគេក៏ទទួលបានជាមួយនឹងទឹកក្រូចផឹកព្រីមួយដលទៀតក្រោយពេលទៅដល់ផ្ទះវិញហើយក៏បានឃើញថាអេវ៉ាន់របស់រីកានឹងគឺពេញមុខផ្ទះរបស់យោតាតែម្ដងនៅពេលនោះរីកានឹងក៏បានយកឆ័ត្រមួយដែលបាននិយាយថាឆ័ត្រនេះគឺជាអាវុធរបស់នាងដោយសារតែអាណិតឃើញនាងលើកអេវ៉ាន់ទៅខាងលើតែម្នាក់ឯងនៅពេលនោះផងដែរយោតាគេក៏បានសម្រេចចិត្តជួយនាងតែម្ដងទៅរហូតដល់សារតែបងស្រីរបស់នាងគឺមិនតមកផ្ទះនោះទេរីកាក៏បានញ៉ាំអាហារនៅផ្ទះរបស់យោតានៅពេលផងដែរបងស្រីរបស់គេក៏បានយកដាវរបស់គេមកលេងយោតាគេក៏បានយកវាទៅទុកវិញនៅពេលនោះផងដែររីកាក៏បានសួរទៅកាន់គេថាតើគេគឺប្រតិចង់បោះបង់អ្វីគ្រប់យ៉ាងទៅតជាមួយនឹងលោកម្ចាស់ភ្លើងងឹតមែនឬទេយោតានៅពេលហ្នឹងគេក៏បានតទៅវិញថាគឺត្រូវហើយក៏ព្រោះថាធ្វើអញ្ចឹងគឺខ្មាស់គេខ្លាំងណាស់ឬហើយក៏គ្មានហេតុផលអ្វីដើម្បីធ្វើអញ្ចឹងទៀតនោះដែរឬហើយថាអពរទាំងអស់ហ្នឹងក៏វាមិនមានពិតដូចគ្នាក៏ប៉ុន្តែនៅពេលហ្នឹងរីកានេះក៏បានប្រកែកថាវាគឺពិតមានពិតមែនថាអពរទាំងអស់នោះគឺពិតជាមានពិតយោតាគេក៏បានប្រកែកថាអត់មានទេក៏ប៉ុន្តែនៅពេលដែលគេងាកមើលទៅក៏បានឃើញថានាងហាក់ដូចជាមិនសូវសប្បាយចិត្តនោះទេដោយសារតែយោតាគេក៏បានគិតថានេះគឺជាសម្រាមនៅពេលហ្នឹងផងដែរយោតាគេក៏បានបង្ហាញកាយវិការមនុស្សម្ដងទៀតធ្វើនាងសប្បាយចិត្តនៅវិញហើយគេក៏បាននិយាយថាកុំគិតច្រើនអីគេគឺមកយកវាទៅបោះចោលនោះទេក៏ព្រោះថាគេបានចំណាយលុយទិញច្រើនខ្លាំងណាស់ដូច្នេះហើយគេនឹងយកវាទៅលក់ដើម្បីយកលុយមកវិញខ្លះជាហេតុធ្វើឲ្យនាងសប្បាយចិត្តវិញតែម្ដងតែថ្មីហ្នឹងក៏បានមកដល់យោតាគេគឺកំពុងតែយល់សោតថាបានងូតទឹកលេងជាមួយនឹងក្រាស់ហើយក៏ប៉ុន្តែនៅពេលហ្នឹងក៏ត្រូវបានរំខានដោយសារតែរីកាដោយសារតានាងថានេះក៏បានរកឃើញជាមួយនឹងសត្វឆ្មាមួយក្បាលដែលបានដាក់ឈ្មោះឲ្យវាថាឆាមេរ៉ាក៏ប៉ុន្តែនេះគឺមិនអាចចិញ្ចឹមឆ្មាមួយក្បាលនេះបានទេក៏ព្រោះថាបងស្រីរបស់នាងគឺមិនព្រមដូច្នេះហើយនាងក៏មានបំណងចង់ឲ្យយោតាចិញ្ចឹមព្រោះហើយយោតានៅពេលហ្នឹងគេក៏មិនយល់ព្រមដូចគ្នាផងដែរនៅក្នុងថ្នាក់វិញនៅពេលនេះផងដែរនេះបូថានីនាងក៏បានខ្លាចទៅជាប្រធានសិស្សនៅក្នុងសាលារដ្ឋាភិបាលពួកគេក៏បានធ្វើការប្រជុំនិងចាប់ចែងមុខតំណែងការងារសិស្សនៅក្នុងថ្នាក់អីចឹងទៅយោតាកំពុងតែរវល់និយាយជាមួយនឹងអ៊ីសាគីទៅតជាមួយនឹងការបោះឆ្នោតស្រីស្អាតប្រចាំថ្នាក់អីហ្នឹងធ្វើឲ្យគេមិនបានស្ដាប់ទៅតជាមួយនឹងការចាប់ចែងរបស់នីបូថានីនោះទេដូច្នេះហើយនៅពេលហ្នឹងនាងក៏បានប្រើគេឲ្យទៅជួយយកអវ៉ាន់នៅឯបន្ទប់ពិសោធន៍ក្រោយពេលទៅដល់បន្ទប់ស្ងាត់តែ2នាក់ហើយនៅពេលនោះផងដែរនីបូថានីនាងក៏បាននិយាយថាប្រុសស្អាតចាំខ្ញុំបានអត់ពេលតែ2នាក់ធ្លាប់ជួបគ្នាកាលបលើកមុននៅពេលហ្នឹងយោតាគេក៏បានថានាងក៏នៅចាំដែរអាយ៉ាគេចោះគោយ3ហើយតានេះតែគេគូទៅស៊ីគោយមួយនេះនៅតែនៅពេលហ្នឹងគាត់ថាទម្លាក់ហើយព្រាមការ៉េក៏បានចេញមកតែម្ដងក៏ព្រោះថារីកានាងនៅក្នុងបន្ទប់មួយនេះដូចគ្នាផងដែរដែលនាងហ្នឹងគឺបាននិយាយថានេះគឺជាបន្ទប់អាកំបាំងសម្រាប់ធ្វើការពិសោធន៍របស់ទេវតាណានៃនោះអីចឹងទៅហើយមូលហេតុដែលនាងមកតាមយោតាម្នាក់គឺនាងចង់ឲ្យយោតាយកឆ្មាមនុស្សទៅចិញ្ចឹមនៅពេលហ្នឹងផងដែរនាងបូតានីគឺបានសួរថាឆ្មាមែនទេក៏ព្រោះថានៅក្នុងសាលារបស់ពួកគេគឺមានសិស្សច្បងម្នាក់កំពុងតែបាត់ឆ្មាដែលសិស្សច្បងម្នាក់នោះនាងគឺមានឈ្មោះថាខូមីនឬហើយពួកគេក៏បាននាំខូមីនទៅកាន់ផ្ទះរបស់រីកាតែម្ដងដើម្បីមើលថាតើឆ្មាមនុស្សគឺជាឆ្មារបស់នាងមែនទេក្រោយពេលទៅដល់ផ្ទះរបស់រីកាហើយនៅពេលហ្នឹងនាងក៏បានធ្វើការបើកទ្វារដែលបានធ្វើការចុច1 1 2 2 2អូមហាសិទ្ធិស្វាហយៈហៃគូតស្វាខ្ញុំសូត្របល័យពេលណាស្វាទ្វារបើកភ្លាមបាទក្រោយពេលដែលនាងបើកទ្វារហើយនៅពេលហ្នឹងនាងក៏បានឲ្យពួកគេរងចាំនៅខាងក្រៅមួយផ្លែនឹងទៅរៀបចំបន្ទប់សិនក្រោយពេលទៅរៀបចំហើយចូលទៅដល់នាងក៏បាននិយាយថាសូមស្វាគមន៍មកកាន់បន្ទប់វេទមន្តរបស់នាងដែលបន្ទប់របស់នាងហ្នឹងគឺពោពេញទៅដោយវត្ថុទៅជាមួយនឹងវេទមន្តជាច្រើនរហូតវត្ថុខ្លះហ្នឹងគឺជាវត្ថុសម្រាប់ចិត្តរបស់យោតាទៀតធ្វើឲ្យគេភ្លេចខ្លួនទៅការបង្ហាញទីពិតនៅពីមុខខូមីនតែម្ដងនៅពេលហ្នឹងខូមីនក៏បានសួរថាតើឆ្មានៅណារីកានេះក៏បានតបទៅវិញថាឆ្មានេះគឺមានជាមួយនឹងថាអពើពិសេសមនុស្សធម្មតាមើលមិនឃើញទេគឺព្រោះតែវាចេះបំបាំងកាយ
บางกายแม่นะเนี่ยปลอมครัวในมือเกมมือไอเนี่ยก็วันแต่เรื่องมือในกูสไตล์มือในกูตรองท้าชมามือในกูมันจะชมาระบาดโคมินเต้เนเป็นนบัดได้โทการในกบาลเวอร์ตลอดมาวิ่งด้วยគ្នាได้กรองมาดาวเพลมเนี่ยกบาลโซท่าแต่ชมามือในกูจะชมาระบาดเนี่ยหน้าเนเป็นนักเรียนในกูมาบันชลายวิ่งเต้กบาลทการโลจอตะขังกรามโจทย์ขนมต้มระบาดโยต้าให้เนเป็นนักพอกได้บอลไซน์ในบอลไซน์ตั้งปีเนี่ยกบาลทการประโยชน์គ្នាเรียกการในกบาลทการบางครั้งก็ไปเปอร์เซ็นต์ระบาดครัวนึกคือกำปูกบาลเวทมนต์แต่ซาตาเรียกการเป็นนักกบาลสลับบัตรให้ในกบาลไฮโยต้าหนังโคมินเตอร์ในยี่គ្នាแต่เนี้ยก็จังอาโยต้ายอดชมามาโนตนากับเตอร์โยตบอเจ้ากับบาได้กับเพื่อนเนี้ยคือแหละซีจะเหมือนสัตว์ชมาแต่เช่นให้ในคือมันตกสัตว์ชมาในของเตี้ยระบาดคล้วนบาโนเต้บาโยต้าเหมือนบรอมโนเต้กอดหนึ่งយើងគឺជាកម្ពុជាអ្នកប្រាស់វេទមន្តលោកម្ចាស់ភ្លើងងឹតគឺជាកម្ពុជាគ្រូសើហើយក៏ជាកម្ពុជាគ្រូពេទ្យមហាវេទមន្តហៀលសងព្រេងអស់រយៈពេលរាប់រយឆ្នាំណាស់មកហើយយើងមិនដែលហត់ម្ដងណានោះទេក៏ព្រោះតែយើងអាចជប់ទុនឲ្យមករឿងវិញបាននោះគឺកម្ពុជាវេទមន្តហៀលបាទដែលនេះគឺជាសម្លេងរបស់យោតាកាលពី2ឆ្នាំមុនមកពេលដែលគេធ្វើជាលោកម្ចាស់ភ្លើងងឹតនឹងឯងហើយបើសិនបើយោតាគឺមិនយល់ព្រមតាមអ្វីដែលគាត់ចង់បាននោះទេគាត់នឹងធ្វើការបង្ហោះសម្លេងមួយនេះទៅលើអនឡាញជឿមិនខាននៅពេលនោះផងដែរធ្វើការក៏រកឃើញថាឬការបានកាន់ឆ្មាមើលនោះរត់បាត់ទៅហើយចំណែកអាយោតាវិញដោយសារតែគ្មានជំរឿននោះទេនៅពេលនឹងអាកាសក៏ល្អទៀតនោះគេក៏បានធ្វើការលួចប្រដាប់ថតសម្លេងមនុស្សរត់ដូចគ្នាតែម្ដងខូមិនវិញនឹងគឺមិនដឹងរឿងអ្វីសោះនឹងក៏បានរត់តាមគេតាមឯងតែម្ដងនៅនាងក៏បានគិតថារត់ចឹងសប្បាយខ្លាំងម្ល៉េះតែនាងក៏បានស៊ីជាមួយនឹងមួយវែកឆារបស់ធូកាខណៈពេលណាពេលគេកំពុងតែពួននៅពេលនឹងរីកាក៏បាននិយាយថាថ្ងៃណាមួយនឹងយកឆាទៅលើបងស្រីរបស់នាងហើយនាងនឹងសាររកឃើញជាមួយនឹង Anson Horizon នៅពេលនឹងឆាមេរ៉ានាងក៏បានរត់ចេញទៅរីកានឹងគឺមិនចាំយូរទេនាងក៏បានធ្វើការប្រយុទ្ធជាមួយនឹងបងស្រីរបស់នាងពិភពលោកពិតត្រូវបានបំបែកពិភពលោកប្រឌិតបង្ហាញខ្លួនចេញមកខ្ញុំគឺជាម្ចាស់ភ្នែកនៃថៃរ៉ាន់សូមធ្វើការបំបែកអញឯងស្មានមែនតើឬការនឹងគឺមិនអាចវាឆ្នៃជាមួយនឹងបងស្រីរបស់នាងបានទេហើយនៅពេលនោះពួកគេទាំង3នាក់ក៏បានស៊ីម្នាក់មួយវែកតែយ៉ាងណានាងក៏បានទុកជាមួយនឹងបងបាត់ក្បាលឲ្យពួកគេទាំង3នាក់ដូចគ្នាផងដែរឬហើយដោយសារតែមិនអាចចិញ្ចឹមបានឬការក៏បានយកឆាមេរ៉ាមកទុកក្នុងបន្ទប់របស់យោតាគឺគ្មានជំរឿអ្វីនោះទេក៏បានសឹមម្ដាយរបស់ខ្លួនចិញ្ចឹមឆាមេរ៉ាតែម្ដងថ្ងៃនេះម៉ោងបាយសម្រាប់ថ្ងៃត្រង់យោតាក៏បានឃើញថាឬការនឹងគឺមិនប្រងញ៉ាំបាយជាមួយនឹងអ្នកដទៃនោះទេនៅពេលហ្នឹងគេក៏បានគិតថាគេខ្លាចនាងដោយគេកាយប្រមុនគឺញ៉ាំបាយតែម្នាក់ឯងដូច្នេះហើយនៅពេលហ្នឹងគេក៏បានទៅនិយាយជាមួយនឹងនាងឬការនឹងក៏បាននិយាយថានេះផ្លែពណ៌ក្រហមនេះពណ៌ក្រហមហ្នឹងគឺតំណាងឲ្យបិសាចតំណាងឲ្យឈាមឬហើយនៅក្នុងហ្នឹងគឺមានជាមួយនឹងក្របទៀតដែលក្របហ្នឹងដូចជាក្របបែកអញ្ចឹងនាងគឺមិនញ៉ាំវាទេនៅពេលហ្នឹងនាងក៏បានឃើញថាបាយរបស់នាងហ្នឹងក៏បានប្រឡាក់ជាមួយនឹងពេញប៉ោះយោតាគេក៏បាននិយាយថាមិនអីទេមកចាំគេញ៉ាំជំនួសនាងហើយនេះគឺជាសកម្មភាពជន់អត់លិតនៅពេលដែលគេស្វិតនៅនឹងមុខជាធម្មតាសិស្សសាលានៅប្រទេសជប៉ុនក៏តែងតែមានជាមួយនឹងក្លឹបសិក្សារបស់ខ្លួនឯងឬការនេះក៏ចាប់បង្កើតក្លឹបមួយផ្ទាល់ខ្លួនដូចគ្នាដែលមានឈ្មោះថា Magic Society ហើយនាងក៏ចង់ឲ្យយោតាចូលរួមជាមួយនឹងក្លឹបមួយនេះយោតានៅពេលហ្នឹងក៏បានតតទៅវិញថាគេចូលមិនចូលមកសំខាន់អ្វីដែលសំខាន់នោះគឺត្រង់ថាតើមាននរណាម្នាក់ចាប់អារម្មណ៍ចូលរួមជាមួយនឹងក្លឹបរបស់គេដែរឬអត់ឬការនេះក៏បានតតទៅវិញថាកុំបារម្ភអីនឹងចាប់ផ្ដើមរើសសមាជិកក៏ប៉ុន្តែពួកគេក៏រើសពេញមួយថ្ងៃទៅហើយគឺមិនទាន់មាននរណាម្នាក់ចូលរួមជាមួយនឹងសមាជិកនៃក្លឹបរបស់គេនោះទេចំណែកឯគ្រូមិញវិញនាងក៏បានព្យាយាមបង្កើតក្លឹបតខ្លួននៅគ្នាផងដែរក្លឹបរបស់នាងនឹងគឺជាក្លឹបដេកនាងក៏បានព្យាយាមបង្កើតតាំងតែពីឆ្នាំមុនក៏ប៉ុន្តែគ្មាននរណាម្នាក់ចូលរួមជាមួយនឹងនាងនោះទេបាទដែលក្លឹបនេះគឺគ្មានសកម្មភាពអ្វីទេគឺដេកបាទក្លឹបនេះបង្កើតនៅជប៉ុនអត់អ្នកចូលបង្កើតនៅខ្មែរសង្ស័យសម្បូរអ្នកចូលមើលទៅនៅពេលហ្នឹងរាយការណ៍នេះគេមានកណិតមួយតែម្ដងនោះគឺនាងក៏បានធ្វើការបូករួមបញ្ចូលក្លឹបរបស់នាងជាមួយនឹងក្លឹបរបស់ខូមីនរួមគ្នាតែមួយតែម្ដងដោយបានដាក់ឈ្មោះថាក្លឹបវេទមន្តនឹងដេកឆ្នៃយោតាវិញនៅពេលនេះផងដែរគេក៏ត្រូវបានអ៊ីសាគីហាគេទៅមើលជាមួយនឹងនៃបូថានីកំពុងតែហាត់រំធ្វើជា cheerleader ហើយនាងក៏បានធ្វើការសាគមមកកាន់ពួកគេទាំងពីរនាក់ក៏មិនតែគឺមិនមែនមានត្រឹមតែនីបូថានីនោះទេនៅពេលនោះផងដែរឬការនេះក៏បានចូលរួមជាមួយនឹងក្រុម cheerleader ដូចគ្នាក៏ប្រតិនាចង់សាកល្បងនៅពេលដែលគេបោះទៅខាងលើហើយនឹងចូលមកខាងក្រោមវិញក៏ប៉ុន្តែមើលទៅនេះគឺពិតជាខ្លាំងមែនតើនៅពេលនោះផងដែរនាងក៏បានឃើញជាមួយនឹងក្រុមសម្ដែងវិញម្ដងនៅពេលនោះផងដែរអ្នកគ្រូក៏បានឲ្យនាងសាកល្បងធ្វើជាតួសម្ដែងដែលអ្នកដំបូងក៏បាននិយាយថាអូយខ្ញុំស្រឡាញ់គេម្នាក់ឯងរកឆ្នាំមកហើយឲ្យហ៊ានសារភាពទេកាអន់ម្លេះហ៊ានស្រឡាញ់គេឲ្យហ៊ានសារភាពអីក៏អន់ម្លេះកាម្លេះជួយខ្ញុំផងខ្លាឃ្មុំបានចាប់កូនខ្ញុំបាត់ហើយកុំភ័យអីចាំនាងប្រើប្រាស់ជាមួយនឹងកពូវេទមន្តយុទ្ធសាស្ត្រទៅក៏ចាប់ខ្លាឃ្មុំមួយនោះឲ្យមុននឹងឯងឆ្លងទៅខាងមុខឯងទៅយកឈ្នះយើងសិនអាចយ៉ាងไรយើងគឺមិនចាញ់ឯងទេទទួលយកទៅថាពួកកាក់បែបនឹងសោះចង់យកឈ្នះយើងដែរទទួលយកវិញទៅអីយោយមិននឹកស្មានថាឯងបែកបកមកវិញបានសោះទទួលយកវិញទៅហាច់យោតាក៏បានធ្វើការខត់នាងតែម្ដងអើយអាយគិតខុសគិតត្រូវយករឿងនឹងមកធ្វើđểចង់ស្ដាយក្រោយមិនគេ
ដោយសារតែរើសពេញមួយថ្ងៃហើយគឺគ្មាននរណាម្នាក់ចុះឈ្មោះធ្វើជាសមាជិករបស់នាងនោះទេនៅពេលនោះផងដែរឬការនាងក៏មានផែនការថ្មីតែម្ដងដែលនាងក៏បានធ្វើការទូរស័ព្ទហៅនរណាម្នាក់ឬហៅថៃថ្មីក៏បានមកដល់យោតាគេក៏បានយល់សពថាបានលេងជាមួយនឹងក្រាស់ទៀតហើយក៏ប៉ុន្តែគេក៏ត្រូវបានឲ្យក្មេងស្រីម្នាក់យោតាក៏បានសួរថាតើនាងជានរណានាងក៏បានតបទៅវិញថាអត់ចង់ប្រាប់ចង់មិនចាប់ចង់សក់មួយទៅនេះយកប្រាប់ឈ្មោះទៅកាន់គេតែម្ដងនាងក៏បាននិយាយថានាងគឺជាអ្នកបម្រើទី1របស់ថៃរ៉ាន់អាយគឺជាអ្នកប្រើប្រាស់យោទឹកពយោនីតែមានឈ្មោះថាឌីកូម៉ូរីយោតាឃើញហើយក៏កាំងតែម្ដងក៏ពោលថាតរិកាតែម្នាក់នេះគឺជួយក្បាលប៉ុណ្ណឹងហើយក៏ប៉ុន្តែនៅពេលនេះគឺបានថែមម្នាក់ទៀតដែលនាងជាមួយនឹងរិកានេះគឺស្គាល់គ្នាតាមអនឡាញទេក៏ប៉ុន្តែគឺស្មោះត្រង់ជាមួយនឹងរិកាយកតែមែនតែម្ដងដែលចាប់ទុករិកាគឺជាម្ចាស់របស់ខ្លួនឬហើយក្រៅមករិកាក៏បាននាំឌីកូម៉ូរីខូមីនក៏ដូចជាយោតាទៅបង្កើតជាមួយនឹងក្លឹបរបស់នាងក៏ប៉ុន្តែដើម្បីបង្កើតក្លឹបបានពួកគេក៏ត្រូវការសមាជិកបន្តិចគឺ5នាក់រិកាក៏បាននិយាយថានាងក៏មានឆាមេរ៉ាក៏ប៉ុន្តែអ្នកគ្រូក៏បាននិយាយថាឆ្មាគឺមិនមែនជាសមាជិកសិក្សានោះទេរិកានៅពេលហ្នឹងក៏បានឃើញជាមួយនឹងវិធីសាស្ត្រថ្មីមួយទៀតនោះគឺក៏បានធ្វើការនិយាយប្រាប់ទៅកាន់អ្នកគ្រូថាពួកគេមានសមាជិក5នាក់ហើយដែលម្នាក់ទៀតនោះគឺនៅក្នុងខ្លួនរបស់នាងក៏ប៉ុន្តែនាងគឺមានមនុស្ស2នាក់នៅក្នុងខ្លួនតែមួយដែលម្នាក់នោះគឺជាខ្លួនរបស់នាងនៅឯអង់គ្លេសឬហើយនៅពេលនេះនាងគឺបានមកដល់ហើយ Hello everyone how are you fine thank you I wish I were a bird អ្នកគ្រូក៏បានតបទៅវិញថា Nice to meet you how are you today រាយការណ៍នឹងគឺចេះតែប៉ុណ្ណឹងនៅពេលនេះនាងក៏បាននិយាយថាម្នាក់នោះគឺបានវិលត្រឡប់ទៅកាន់អង់គ្លេសវិញបាត់ហើយនៅសតនាងតែម្នាក់ប៉ុណ្ណោះដូច្នេះហើយពួកគេនៅតែមិនគ្រប់សមាជិក5នាក់ដដែលក៏ប៉ុន្តែអ្នកគ្រូក៏បានទៅឱកាសឲ្យពួកគេម្ដងទៀតក៏ឲ្យពួកគេទៅសម្អាតនៅក្នុងបន្ទប់មួយដោយបាននិយាយថាក្រោយពេលដែលពួកគេធ្វើការសម្អាតបន្ទប់មួយនេះហើយនឹងយកប្រុសឲ្យពួកគេបង្កើតក្លឹបតែម្ដងនៅពេលហ្នឹងយើងក៏បានឃើញថាឌីកូម៉ារីក៏បានបបួលរីកាប្រកួតគ្នាតែម្ដងដើម្បីចង់ដឹងថាតើរីកានៅតែស័ក្តិសមធ្វើជាម្ចាស់របស់នាងដែរឬទេនៅពេលហ្នឹងពួកគេទៅពេលនេះក៏បានធ្វើការប្រើប្រាស់ជាមួយនឹងថាអពររបស់ខ្លួនចូលទៅក្នុងពិភពប្រអិតតែម្ដងក្រោយពេលដែលពួកគេធ្វើការសម្អាតបន្ទប់ហើយអ្នកគ្រូក៏បាននិយាយថាគាត់គឺយកប្រុសឲ្យពួកគេបង្កើតក្លឹបសិក្សាជាមួយនឹងបន្ទប់ដែលពួកគេទៅតែសម្អាតតែម្ដងក៏ប៉ុន្តែទៅបីជារិកាបង្កើតក្លឹបសិក្សារបស់ខ្លួនបានសម្រេចក៏ដោយនឹងគឺមិនសូវសប្បាយចិត្តទេក៏ព្រោះថាយកតែមិនតាន់យកព្រមចូលរួមជាមួយនឹងក្លឹបមួយនេះនៅពេលហ្នឹងដេកូម៉ូរីក៏បានដកសភៅមួយចេញមកដែលសភៅមួយនេះគឺសរសេរដោយមនុស្សម្នាក់ដែលមានឈ្មោះថាម៉ូរីសាមើដែលក្នុងសភៅនោះគឺបានសរសេរថាលោកម្ចាស់ភ្លើងងឹតជាមួយនឹងថៃរ៉ាន់អាយគឺជាដៃគូនឹងគ្នាដូច្នេះហើយយកតែច្បាស់ជាចូលរួមជាមួយនឹងក្លឹបមួយនេះថ្ងៃណាមួយជាមិនខានឬហើយនៅពេលហ្នឹងយើងក៏បានឃើញថានៃបូថានីក៏បានលួចមើលពួកគេទាំង4នាក់តែថ្មីហ្នឹងក៏បានមកដល់អ៊ីសាគីក៏បាននិយាយប្រាប់ទៅកាន់យោតាថានៅពេលនេះផងដែរគេក៏បានចូលរួមជាមួយនឹងក្លឹបតន្ត្រីហើយក៏ព្រោះថាប្រសិនបើគេចេះលេងហ្គីតានោះស្រីច្បាស់ជាតាមស្រឡាញ់គេជាមិនខានឬហើយនៅពេលហ្នឹងផងដែរស្រាប់តែនៃបូថានីក៏បានមកជួបយោតាដែលបាននិយាយថានឹងគឺចាប់អារម្មណ៍ចូលរួមជាមួយនឹងក្លឹបវេទមន្តរបស់គេយោតានៅពេលហ្នឹងគេគិតមិនយល់ទេមូលហេតុអ្វីបានជានឹងចង់ចូលរួមជាមួយនឹងក្លឹបរបស់គេឬមួយក៏នឹងគឺចាប់អារម្មណ៍ទៅលើគេក៏ប៉ុន្តែមិនអាចទៅរួចទេគឺព្រោះតែគេត្រូវតែជាគូទាំងខ្សែដែលលួចស្រឡាញ់ទៅលើប្រច័ណ្ឌតែប៉ុណ្ណោះឬមួយក៏ប្រច័ណ្ឌមួយនេះសុខចិត្តបន្ទាបខ្លួនមកស្រឡាញ់គេតែវាគឺមិនអាចទៅរួចនោះទេតែហើយនៅឯបន្ទប់ក្លឹបរបស់ពួកគេវិញគឺនិយាយពីថាសម្បូរបែបគ្រប់យ៉ាងតែម្ដងចាយគូមិនរបស់យើងនៅវិញគឺគ្មានខ្វល់អ្វីនោះទេអ្វីដែលគាត់ចង់បាននោះគឺដេកគ្មានធ្វើអីក្រៅពីដេកនឹងទេចំណែករីកាជាមួយនឹងរីកូម៉ារីវិញនៅពេលនោះផងដែររីកានឹងក៏បានចាប់ផ្ដើមធ្វើវិធីរបស់ខ្លួនខ្ញុំគឺជាម្ចាស់នៅផ្នែកថៃរ៉ាន់ខ្ញុំធ្វើការបួងសួងធ្វើការកោះហៅជាមួយនឹងបរិបរោះកំហាមើលហ្នឹងមកចង្រៃ JM ឡើយខ្ញុំគឺជាម្ចាស់ភ្នែកនៃថៃរ៉ាន់ខ្ញុំធ្វើការប្រើប្រាស់ជាមួយនឹងវេទមន្តរបស់ខ្លួនក្រោយពេលរាយការណ៍ឲ្យនៅពេលហ្នឹងផងដែរក៏ដល់វេនរបស់ឌីកូម៉ារីវិញម្ដងនិយាយថាមានទាំងពន្លឺមានទាំងកង្ហើរហើយនៅពេលហ្នឹងកបាទមានតែមួយសៅទៀតផងនៅពេលហ្នឹងស្រាប់តែនេះបូថានីនេះក៏បានមកដល់ទៅនេះដើម្បីមកជួបជាមួយនឹងយោតាហ្នឹងដោយសារតែដេកូម៉ារីគិតទៅហៅយោតាគឺជាលោកម្ចាស់ភ្លើងងឹតនៅពេលហ្នឹងយោតាក៏បានចាប់នាងឃុំនៅក្នុងទូតែម្ដងនឹងដោយសារតែនាងចេះតែរំខានមិនឲ្យគេធ្វើការនិយាយជាមួយនឹងនេះបូថានីបានយោតាគេក៏បានដោះលែងនាងឡើងវិញនៅបាននិយាយថាកុំបារម្ភពីសភៅរបស់នាងអីក៏ព្រោះតែគេបានយកវាទៅក្នុងបន្ទប់របស់ខ្លួនហើយតែគាត់ទៅលើបាននឹងភ្លាមនៅពេលហ្នឹងផងដែរនេះបូថានីក៏បានហៅគេទៅនិយាយគ្នាទៅពីរនាក់ដែលបាននិយាយថានឹងគេចង់លេងបន្ទប់របស់យោតានៅថ្ងៃអាទិត្យនេះរហ័យយោតាចាំការក្រាស់សំប៉ុណ្ណឹងហើយគេច្បាស់ជាយល់ព្រមក៏ប៉ុន្តែបញ្ហារបស់គេនោះគឺរីកាដោយសារតែគេខ្លាចរីកាមករំខានក្តីសុខគេជាមួយនឹងនីបូថានីដូច្នេះហើយនៅពេលហ្នឹងគេក៏បានតែឃើញផែនការមួយតែម្ដងដែលគេក៏បានប្រាប់បាននាងធ្វើដំណើរទៅកាន់កន្លែងមួយដើម្បីស្វែងរកជាមួយនឹង Anson Horizon ឬហើយរីកាក៏បានបបួលឌីកូម៉ារីទៅជាមួយនឹងគ្នាតែម្ដងទៅក្រោយពេលដែលរីកាចាត់ចែងទៅបាត់ហើយនៅពេលហ្នឹងនីបូថានីនឹងក៏បានមកដល់ដូចគ្នាក្រោយពេលដែលអញ្ជើញទៅក្នុងបន្ទប់របស់យោតាហើយនៅពេលហ្នឹងផងដែរ
នឹងក៏បានអូកាឡាធ្វើណាដេញយោតាទៅក្រៅបន្ទប់ដែលបាននិយាយថានឹងគឺស្រេកទឹកខ្លាំងណាស់នឹងគឺចង់ផឹកទឹកតែដូច្នេះហើយនៅពេលហ្នឹងយោតាគេក៏បានជិះទៅខាងក្រៅដើម្បីឆុងតែអានឹងផឹកតែនៅពេលហ្នឹងគេក៏បានលឺសំឡេងចលាចេញពីក្នុងបន្ទប់របស់ខ្លួនគេក៏បានចូលមើលវិញក៏បានឃើញថាចានៃបូថានីនេះគឺបានរើបន្ទប់របស់គេខ្ទេចបាត់ទៅហើយយោតាគេគឺឆ្ងល់ខ្លាំងមែនតើថាចាម្នាក់មានម្ដងអីចង់ធ្វើអ្វីនៅក្នុងបន្ទប់របស់គេដូច្នេះហើយនៅពេលហ្នឹងគេក៏បានលួចទៅមើលខាងក្រៅវិញម្ដងក៏បានឃើញថានឹងកំពុងតែឈាមរើបន្ទប់របស់គេដើម្បីស្វែងរកអ្វីមួយយ៉ាងរហ័យនៅពេលហ្នឹងនឹងក៏បានឃើញជាមួយនឹងកេះមួយយោតាក៏បានលោតចូលមកខាងក្នុងតែម្ដងដោយសារតែនៅពេលនេះផែនការរបស់នាងក៏បានបែកការបាត់ទៅហើយនាងក៏បានសួរទៅកាន់យោតាថាតើនៅឯណាសភៅរបស់ដេកូម៉ារីហ្នឹងនៅពេលនេះបដាយោតាគេក៏បានសររកវាឲ្យនាងរហ័យនៅពេលហ្នឹងគេក៏បានសររកវាឃើញហើយគេក៏បានបើកវាអានខ្ញុំគឺជាម៉ូរីសាមឺគឺជាអ្នកប្រើប្រាស់វេទមន្តដែលបានរស់នៅលើផែនដីមួយនេះអស់រយៈពេល500ឆ្នាំមកហើយដែលខ្ញុំកំពុងតែបាត់បង់ការចងចាំនិងកំពុងតែព្យាយាមសររកការចងចាំទៅអនុមកវិញហើយនៅពេលហ្នឹងគេក៏បានឃើញកាយវិការរបស់ចានៃបូថានីនេះក៏ដូចជាកាយវិការរបស់គេអញ្ចឹងហើយគេគឺពិតជាយកអារម្មណ៍មួយនេះនៅពេលហ្នឹងនាងក៏បានកាន់សភៅមនុស្សនៅបាននិយាយថាណែគេម៉ូរីសាមឺទៅសេឡប់អញ្ចឹងហើយនាងក៏បានហៅសភៅមនុស្សចោលតែម្ដងនាងក៏បានយកសភៅមនុស្សទៅដុតចោលនៅបាននិយាយថាម៉ូរីសាមឺនោះគឺជានាងនឹងឯងដែលកែប្រមុននេះបានសរសេរអ្វីទាំងអស់នេះផុសនៅលើអនឡាញផុសនៅលើ account របស់នាងក៏ប៉ុន្តែក្រោយមកក្រោយពេលដែលនាងដឹងខ្លួនហើយនាងក៏បានស្រែកចិត្តថានាងជប់ធ្វើវាបន្តទៀតហើយនាងក៏បានស្រែកចិត្តលោអ្វីគ្រប់យ៉ាងចោលតែម្ដងក៏ប៉ុន្តែនាងគឺមិននឹកស្មានថាមាននរណាម្នាក់បានធ្វើការជន់ឡោមវាទុកមកធ្វើជាសភៅបែបយ៉ាងនោះទេរហ័យនៅពេលហ្នឹងយោតាក៏បានសួរទៅកាន់នាងថាហើយចោះរឿងរ៉ាវដែលនាងចង់មកជួបគេនោះចាយនៃបូថានីក៏បានតបទៅវិញថាមានការងារស្អីបើសភៅដុតចោលបាត់ហើយនឹងមានការងារអីជាមួយនឹងគេនិយាយទៅអាណិតយោតាដែរហ្នឹងដូចតអ្នកមើលក្រាស់បោកប្រាយកច្រឡំថាគេស្រឡាញ់យើងតាមពិតគេបោកឯងប្រាសោះឬហើយនៅពេលនោះដែរសាប់តែដេកូម៉ារីជាមួយនឹងរីកាក៏បានមកដល់ទីនេះដូចគ្នាផងដែរនេះបូថានីក៏បាននិយាយទៅកាន់ដេកូម៉ារីថានៅពេលនេះសភៅនេះគឺត្រូវបានបំផ្លាញហើយទៅនេះមានអ្វីទៀតនៅពេលនោះដេកូម៉ារីនេះក៏បានយំក៏ប៉ុន្តែនឹងក៏បានសើចអ្វីនៅបាននិយាយថាសៀវភៅនេះគឺមិនមែនមានត្រឹមតែមួយក្បាលនោះទេនឹងបានកូពីចម្លងតកអស់បាត់ទៅហើយដូច្នេះហើយនឹងចង់ដុតចោលក៏ដុតទៅនេះបូថានីនៅពេលនេះនឹងក៏បានខឹងតែម្ដងនៅបាននិយាយថានាងគឺជាអ្នកផុសអ្វីទាំងអស់នោះនាងគឺជាអ្នកសរសេរអ្វីទាំងអស់នោះហើយនាងក៏បានលុបចោលអ្វីទាំងអស់នោះដូចគ្នាផងដែរហើយនាងក៏ចង់ឲ្យដេកូម៉ារីលុបអ្វីទាំងអស់នោះចោលដូចគ្នាផងដែរក៏ព្រោះថានាងនេះហើយគឺជាម៉ូរីសាមឺក៏ប៉ុន្តែនៅពេលនេះដេកូម៉ារីនឹងគឺមិនជឿនៅទេនឹងបាននិយាយថានេះបូថានីនេះគ្រាន់តែជាអ្នកខ្លែងខ្លាយបន្លំខ្លួនតែប៉ុណ្ណោះដូច្នេះហើយនឹងគឺមិនជឿឡើយហើយនាងក៏បានវិលត្រឡប់ទៅផ្ទះវិញបាទទៅដោយសារតែគ្មានជម្រើសអ្វីនៅពេលនេះនាងក៏បានប្រើប្រាស់ជាមួយនឹងក្បាច់ចុងក្រោយនឹងគឺដាក់ទំនួយតែម្ដងយោតាឃើញបែបនេះគេក៏បាននិយាយថាកុំបារម្ភអីគឺព្រោះតែគេក៏ដូចជានាងដូចគ្នាផងដែរគឺព្រោះតែកាយពីមុនគេក៏ធ្លាប់អញ្ចឹងដូចគ្នាតែគេក៏តាំងខ្លួនឯងថាគេជាលោកម្ចាស់ភ្លើងងងឹតហើយរីកានៅពេលនេះនាងក៏បាននិយាយថាទៅបីជាចង់ទៅដល់ផ្ទះរបស់ដេកូម៉ារីគឺគ្មានប្រយោជន៍អ្វីដែរក៏ព្រោះថានេះបានចម្លងសភៅមួយនោះរាប់ពាន់រាប់លានក្បាលបាត់ទៅហើយបើសិនជាចង់ឲ្យដេកូម៉ារីស្ដាប់តាមនោះត្រាណាតែហើយនាងជឿជាក់ថានេះបូថានីគឺពិតជាម៉ូរីសាមឺពិតប្រាកដមែនដូច្នេះហើយនៅពេលហ្នឹងយប់ឡើងក៏បានមកដល់នេះបូថានីក៏បានតែងខ្លួនទៅជាម៉ូរីសាមឺរហ័យក៏បានទៅយកគ្នាជាមួយនឹងដេកូម៉ារីតែម្ដងកំពុងតែយកគ្នាដេកូម៉ារីក៏បាននិយាយឃ្លារបស់ម៉ូរីសាមឺធ្វើឲ្យណាបូថានីនឹកឃើញអំពីរឿងរ៉ាវអតីតកាលនៅពេលហ្នឹងនាងក៏បានចាញ់តែម្ដងដូច្នេះហើយចាត់តែពេលនេះតទៅណាបូថានីក៏បានក្លាយជាសមាជិកម្នាក់ទៀតនៃក្លឹបមួយនេះទៅនៅពេលនេះបណ្ដាក្លឹបរបស់គេក៏មានជាមួយនឹងបញ្ហាថ្មីទៀតហើយនឹងគឺរាយការណ៍នឹងគឺរឿងអចេះនោះទេប្រសិនបើរាយការណ៍នឹងគឺប្រឡំមិនចប់នោះទេដូច្នេះហើយគេមានន័យថាក្លឹបមួយនេះនឹងត្រូវរំសាយជាមិនខានតែរាយការណ៍នឹងគឺរៀនបញ្ចូលឡាយដែលនាងគេបាននិយាយថា3គុណ7គឺគ្មានអ្វីគួរឲ្យខ្លាចទេក៏ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះគឺ7គុណនឹង3ហើយនាងក៏បាននិយាយថានេះគឺជាការផ្លាស់ប្ដូរថាមពលពីលេខតូចគុណលេខធំទៅជាលេខធំគុណលេខតូចធ្វើឲ្យកម្រិតថាមពលនិង level ឡើងកាន់តែខ្លាំងដូចគ្នាផងដែរដែលនាងគឺមិនទៅសេចម្លាយអីទេនាងបានតាំងឈ្មោះឲ្យទៅកាន់លំហាត់ទាំងអស់នោះទៅវិញឬហើយនេះគឺជាអ្វីដែលយើងតែងតែធ្វើនៅពេលដែលយើងខ្លាចប្រឡងធ្លាក់នៅគឺទៅបន់ទេវតាតែសូមឲ្យទេវតាជួយណាពួកគេប្រឡងជាប់នៅពេលនេះផងដែរទើបពួកគេបានដឹងថាដេកូម៉ារីនេះគឺជាសិស្សប៉ាកែប្រចាំថ្នាក់លំហាត់គណិតគុណលេខបែបនេះនឹងគឺឆ្លើយមិនឲ្យខុសនោះទេនៅពេលហ្នឹងខូមិននឹងក៏មានជាមួយនឹងវិធីសាស្ត្រមួយទៀតដើម្បីជួយរាយការណ៍នោះគឺប្រើខ្មៅដៃទឹកដែលបាននិយាយថាខ្មៅដៃមួយនេះគឺមានលេខនៅខាងគូតរបស់វានៅពេលដែលនាងគិតបញ្ចេញគប់វាទៅលេខនៅខាងគូតនឹងចេញអីក៏ជាចម្លើយហើយដែលលេខនៅខាងគូតនៅពេលនេះគឺចេញលេខ4ក៏ប៉ុន្តែចម្លើយគឺជាលេខ3ទៅខូមាននិយាយថាសូមទេវតាជួយរាយការណ៍ផងដោយសារតែបែបនេះហើយទៅរាយការណ៍បានទៅនិយាយប្រាប់អ្នកគ្រូតែម្ដងដែលបាននិយាយថាក្លឹបរបស់នាងនេះគឺជា hobby club គឺជាក្លឹបបានសម្រាប់រៀនចង់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើដូច្នេះគឺមិនសូវផ្ដោតសំខាន់លើការសិក្សាប្រមាណនោះទេដែលពួកគេក៏អាចធ្វើអ្វីផ្សេងក្រៅ
ពីនេះក៏ប៉ុន្តែសមាជិករបស់នាងគឺមានជាមួយនឹងយោតាដូច្នេះហើយនៅពេលនោះអ្នកគ្រូក៏បានធ្វើការប្រើពួកគេឲ្យទៅសម្អាតអានទឹកតែម្ដងខណៈពេលដែលកំពុងតែសម្អាតអានទឹកយោតាក៏បានសួរទៅកាន់នៃបូធានីថាហេតុអ្វីក៏នាងមិនទៅហាត់រាំនៅពេលនោះនៃបូធានីក៏បានតបទៅវិញថាការពិតទៅនាងគឺមិនសូវចង់ចូលរួមជាមួយនឹងការហាត់រាំជា cheerleader ប្រហែលនោះទេក៏ប៉ុន្តែដោយសារតែនាងគឺជាប្រធានសិស្សនៅក្នុងសាលាហើយជាធម្មតាប្រធានសិស្សនៅក្នុងសាលាតែងតែធ្វើជា cheerleader នឹងឯងដូច្នេះហើយបានជានាងចូលរួមហាត់នៅក្នុងក្រុមមួយនេះហើយនៅមួយដើម្បីកិច្ចអតីតកាលរបស់នាងទៅតជាមួយជំងឺថ្នាក់ទី8ដូចគ្នាផងដែរនៅពេលនោះគ្រូមីនក៏បានសួរទៅកាន់ពួកគេទៅពីអ្នកថាមូលហេតុអ្វីបានជាពួកគេចង់ព្យាយាមបំភ្លេចវាខ្លាំងម្ល៉េះពួកគេទៅពីអ្នកក៏បានតបទៅវិញថាគំនិតរបស់វាគួរខ្មាស់គេខ្លាំងពេកវាដូចជាជំងឺមហារីកនៅក្នុងខ្លួនពួកគេអញ្ចឹងពួកគេចង់តែវាកាត់យកវាចេញឲ្យអស់នោះទេគ្រូមីនក៏បានតបទៅវិញថាមានអ្វីគួរខ្មាស់គេផងមើលឌីកូម៉ារីជាមួយនឹងរីកាទៅពួកគេទៅពីអ្នកគឺមិនខ្វល់អ្វីនោះទេហើយថាទាំងសប្បាយរីករាយទៀតផងហើយនៅពេលនោះផងដែរឌីកូម៉ារីក៏បានមកវាប្រហារទៅលើនីបូធានីទៀតហើយពួកគេទាំងពីរអ្នកក៏បានធ្វើការប្រយុទ្ធគ្នាដូច្នេះហើយគឺមានន័យថាអាងទឹកមួយនេះពួកគេគឺមិនបានសម្អាតនោះទេគឺបើជឿនាំគ្នាបំបាញ់ទឹកលេងពេញអាងទឹកទៅវិញក៏ប៉ុន្តែអ្នកគ្រូក៏បាននិយាយថាគឺមិនទាន់អស់ត្រឹមនោះទេក៏ព្រោះថាគ្រូកណិតរបស់ពួកគេបានមើលឃើញថាពួកគេខិតខំប្រឹងប្រែងបែបនេះក៏មានជំរឿសមួយទៀតតែម្ដងនោះគឺឲ្យពួកគេទៅរៀនគួរក៏ប៉ុន្តែរីកានឹងគឺមិនចង់ទៅរៀនគួរនោះទេដូច្នេះហើយនៅពេលហ្នឹងនឹងក៏បានសួរទៅកាន់យោតាថាតើគេមានប្រតិសាអ្វីដែរឬទេរហ័យប្រតិសារបស់យោតានោះគឺទៅបង្រៀននាងដល់ផ្ទះតែម្ដងខណៈពេលកំពុងតែរៀនហ្នឹងរីកានឹងគឺមិនសូវចង់រៀននោះទេនាងក៏បានព្យាយាមធ្វើនេះធ្វើនោះធ្វើការរំខានមកឲ្យរៀនបានរហូតហ្នឹងរហ័យនៅពេលហ្នឹងនាងក៏បានសុំគេសម្រាប់ដើម្បីទៅឆុងតែផឹកហើយយោតាគេក៏បានយល់ព្រមខណៈពេលហ្នឹងកំពុងតែឆុងតែហ្នឹងនាងក៏បានធ្វើការអរគុណទៅកាន់យោតាដែលបានមកជួយនាងហើយក៏ទទួលបានសារមួយពីបងស្រីរបស់នាងធ្វើការប្រាប់មកកាន់នាងថាគាត់គឺមកផ្ទះយឺតទៀតហើយនៅពេលហ្នឹងតើនាងនឹកឃើញថានាងគឺអត់តមានជាមួយនឹង prototype electric ជាមួយនឹងយោតានោះទេដែលនោះគឺជា email Facebook យើងហ្នឹងគឺជា email សម្រាប់ធ្វើការតាក់ទងគ្នាអីចឹងណាហើយនៅពេលហ្នឹងផងដែរយោតាគេក៏បានយល់ព្រមឲ្យនាងក៏ប៉ុន្តែគេគឺភ្លេចដូរឈ្មោះហើយគេក៏មានបំណងចង់ដូរវាចេញក៏ប៉ុន្តែនៅពេលហ្នឹងរីកាក៏បានតទៅវិញថាឈ្មោះរបស់គេហ្នឹងគឺលយខ្លាំងណាស់កុំឲ្យគេដូរអីហើយគេមើលឈ្មោះរបស់នាងទៅគឺធម្មតាតែម្ដងហើយនាងក៏មានបំណងចង់ឲ្យគេរើឈ្មោះថ្មីឲ្យមកកាន់នាងក៏ព្រោះតែគេគឺការរឿងដាក់ឈ្មោះមួយនេះតែម្ដងយោតាក៏បានសួរទៅកាន់នាងថាតើនាងប្រកាសដែរទេដែលមានបំណងចង់ដូរឈ្មោះ email របស់នាងក៏ព្រោះថានៅពេលណានាងដូរបាត់ទៅមិត្តភក្តិផ្សេងទៀតរបស់នាងដែលពួកគេមិនដឹងគឺមិនអាចរកនាងឃើញបាននោះទេនៅពេលហ្នឹងផងដែរឬការនេះក៏បានតទៅវិញថានាងគឺអត់ត្រូវការប្រាប់អ្នកណានោះទេនាងក៏តែប្រាប់ដេកូម៉ារីជាមួយនឹងបងស្រីរបស់នាងទៅគឺបានហើយក៏ព្រោះថានៅក្នុងពិភពលោកមួយនេះគឺមានតែពួកគេទាំងពីរអ្នកតែប៉ុណ្ណោះដែលព្រមទទួលយកនាងបច្ចុប្បន្ននេះរហ័យបើសិនបើយោតាចង់ប្រាប់នីបូធានីឬក៏ខូមីនក៏បានដែរដោយសារតែគេបានដឹងនៅពេលហ្នឹងយោតាក៏បាននាំនាងចូលក្នុងបន្ទប់សាជាថ្មីនឹងបាននិយាយថាបើសិនជានាងអាចប្រឡងជាប់នៅគេនឹងស្វែងរកឈ្មោះថ្មីឲ្យទៅកាន់នាងនៅពេលហ្នឹងរីកានាងក៏មានកន្លងចិត្តក្នុងការសិក្សាតែម្ដងក្រោយពីរៀនចប់រីកានាងក៏បានដេកលក់យោតានៅពេលដែលគេចុះឡើងមកវិញក៏បានឃើញថាបងស្រីរបស់នាងគឺបានមកវិញតាំងតែពីយូរមកហើយគ្រាន់តែគាត់មិនចង់ទៅរំខានពួកគេរៀនសូត្រតែប៉ុណ្ណោះយោតាគេក៏បានធ្វើការបង្រៀននាងរហូតដល់ថ្ងៃប្រឡងហើយក្រោយការប្រឡងត្រូវបានបញ្ចប់រីកានាងគឺទទួលបាន52បន្ទុកហើយគ្រូក៏បានប្រកាសថាអ្នកដែលទទួលបានបន្ទុកលើសពី50គឺជាប់ហើយដូច្នេះហើយគេមានន័យថានៅពេលនេះរីកានាងគឺប្រឡងជាប់ហើយក្រោយពេលដែលរីកាប្រឡងជាប់ហើយយោតាគេក៏បំភ្លេចសន្យារបស់គេដូចគ្នាផងដែរដែលគេក៏បានធ្វើការនិយាយទៅកាន់នាងថាហាយើងគឺជាលោកម្ចាស់ភ្លើងងងឹតដើម្បីធ្វើការអបអរទៅដល់ម្ចាស់ភ្នែកថៃរ៉ាន់ដែលបានប្រឡងជាប់យើងនឹងបកគោឈ្មោះថ្មីរបស់ prototype electric ឲ្យទៅកាន់នាងដែលឈ្មោះនោះគឺជាចាំតិចពង slow តើឡើយនៅពេលហ្នឹងរីកានាងក៏ទទួលបានជាមួយនឹងឈ្មោះ prototype electric ថ្មីរបស់នាងនោះគឺ Blade Ryzen D3 រហ័យរីកានាងក៏ពិតជាសប្បាយចិត្តយ៉ាងខ្លាំងនៅមករត់ទៅពីមុខយោតានៅមកផ្ញើសារមកកាន់គេថាអរគុណយោតាខណៈពេលដែលគេកំពុងតែលេងហ្គេមនៅពេលនេះផងដែររីកានាងក៏បានចូលមកពីខាងលើនៅបានបកគោអាវមួយឲ្យទៅកាន់គេដែលបាននិយាយថានេះគឺជាអាវប្រចាំក្លឹបរបស់ពួកគេតែអាវរបស់នាងគឺមានន័យថា EVI ចំណែកអាវរបស់គេវិញគេមានឈ្មោះថា Dark Flame តែពេលដំបូងយោតាគេហាត់ដូចជាមិនព្រមពាក់នៅទេនៅពេលនោះផងដែរពួកគេក៏បានលើសំឡេងធ្វើការធ្វើត្រឡប់មកវិញឬការនេះក៏បានឡើងទៅខាងលើវិញដូចគ្នាផងដែរចំណែកធ្វើការវិញក្រោយពេលនាងធ្វើត្រឡប់មកដល់ផ្ទះវិញហើយនេះក៏បានមើលទូរស័ព្ទនៅបាននិយាយថាពេលវេលាគឺបានមកដល់ហើយនេះនៅឯសាលាគឺដល់មកសិល្បៈសិស្សជាច្រើនគឺភ្ញាក់ផ្អើលជាមួយនឹងទឹកដៃគំនូររបស់យោតាជាខ្លាំងនៅបានសួរទៅកាន់គេថាតើគេធ្លាប់ធ្វើជាអ្នកសិល្បៈពីមុនមកមិនមែនធ្លាប់គូអីមែនក៏ប៉ុន្តែយោតាវិញគឺមិនចង់រំលឹកទៅតជាមួយនឹងរឿងរ៉ាវពីមុនរបស់គេនោះទេចំណែករីកាវិញនឹងក៏បានគូរូបរាងរបស់យោតានៅពេលដែលគេធ្វើជាលោក
ម្ចាស់ភ្លើងងងឹតនឹងបាននិយាយថាវាគឺពិតជាអស្ចារ្យខ្លាំងណាស់នៅខាងរបស់នេះបូធានីវិញនៅពេលនេះផងដែរដេកូម៉ារីក៏បានវាបរហាមកលើនាងនិយាយទៅពាក្យនេះគឺមិនសូវត្រូវគ្នាប្រហែលនោះទេនៅពេលនោះផងដែរសតែអេសាគីបានមករកជាមួយនឹងយូតាតែម្ដងដែលអេសាគីក៏បានធ្វើការនិយាយប្រាប់ទៅកាន់យូតាថាថ្ងៃនេះគឺទទួលបានជាមួយនឹងសម្បត្តិស្នេហាហើយគេនេះគឺមិនដឹងថាគួរធ្វើយ៉ាងណាទេគឺព្រោះតែគេធ្លាប់តែអត់លិតស្រឡាញ់គេតែម្នាក់ឯងនៅសុខសត្វតែមានគេមកស្រឡាញ់ចឹងដូចជាមិនសូវត្រឡប់ប្រហែលនោះទេតើយូតាក៏បាននិយាយប្រាប់ទៅកាន់គេថាឈប់ចាំផ្លាត់សិនឲ្យគេគិតមើលសិនគេទៅតែមើលថាតើទី1នេះគឺពិតជាសម្បត្តិស្នេហាមិនដែរទេទី2តែនេះគឺពិតជាមនុស្សស្រីទៅសេមិនដែរទេទី3ក៏លោមិត្តភ័ក្តិរបស់គេធ្វើបែបនេះគ្រាន់តែប្រាំងគេតែដឹងក៏ប៉ុន្តែបើតាមមើលទៅនេះគឺពិតជាសម្បត្តិស្នេហារបស់មនុស្សស្រីទៅសេមកកាន់គេពិតមែនគ្រាន់តែអ្នកទៅសេគឺមិនបានដាក់ឈ្មោះដូច្នេះហើយគឺមិនដឹងថាម្នាក់នោះគឺជាអ្នកណាទេក៏ប៉ុន្តែសំណាងល្អនោះគឺត្រង់ថានៅក្នុងដៃរបស់អេសាគីគឺមានជាមួយនឹងសភៅបោះឆ្នោតដែលវាគឺជាសភៅបោះឆ្នោតស្អីស្អាតប្រចាំសាលានឹងឯងដូច្នេះហើយគេមានជាមួយនឹងឈ្មោះស្រីៗទាំងអស់នៅពេលហ្នឹងគេក៏បានព្យាយាមឆែកមើលថាណាអីចឹងណាអេសាគីគេក៏បាននិយាយថាតិចនេះបូធានីទៅយូតានៅពេលហ្នឹងក៏បានតតទៅថាគ្មានផ្លូវទេអូនក្រាស់អញបោះអញរេនេះគ្មានថ្ងៃស្រឡាញ់គេនៅទេហើយនៅពេលហ្នឹងអេសាគីគេក៏ពិតជាភ័យខ្លាំងណាស់នៅបានសុំឲ្យយូតាជួយគេផងក៏ព្រោះតែគេខ្លាចមានស្នេហាលើដំបូងនិយាយខុសឲ្យនាងរត់អីចឹងទៅនៅក្នុងមួយជិច្ចsocietyរបស់យូតាវិញនៅពេលនេះផងដែរខាងស្រីរបស់យើងដេកូម៉ូរីរីកាក៏ដូចជាជាមួយនឹងចាយខូមិនគឺទទួលបានជាមួយនឹងអាវប្រចាំក្លឹបរបស់គេរៀងខ្លួនហើយយូតានឹងទៅបីទីគេនិយាយថាគេមិនពាក់ក៏តែគេនៅតែពាក់ដដែលគ្រាន់តែគេពាក់អាវសនៅពេលលើតែប៉ុណ្ណោះនៅពេលនោះផងដែរបូធារីក៏បានចូលមកដល់តែបានយកអាវុធសម្ងាត់មួយដើម្បីយកឈ្នះទៅលើឌីកូម៉ារីនោះគឺជាទឹកដោះគោពុទ្ធនាងគឺឲ្យហ៊ានផឹកវានៅទេនឹងខណៈពេលដែរកំពុងតែចាប់បង្ខំឌីកូម៉ារីឲ្យផឹកទឹកដោះគោនៅពេលនោះផងដែរអេសាគីគេក៏បានចូលមកដល់នេះបូធានីនឹងក៏បានធ្វើជាសុភម៉ារីសាជាថ្មីហើយទឹកដោះគោនោះឌីកូម៉ារីក៏បានឲ្យខូមីនផឹកអស់បាត់ទៅហើយនៅពេលនោះផងដែរឌីកូម៉ារីក៏បានធ្វើការនិយាយពាក្យមួយឃ្លារបស់ម៉ូរីសាមឺតែម្ដងក៏ទួយតែម៉ែវា នៅបណ្ដាសលេងខ្សឹបរបស់ទេពអប្សរទឹកពន្លឺនៃសុបិនចូលទៅក្នុងបេះដូងរបស់យើងពិភពលោកពណ៌សក៏ត្រូវបានបើកខ្ញុំដឹងដោយសារតែខ្ញុំបានរស់នៅក្នុងពិភពលោកមួយនេះអស់រយៈពេល400ឆ្នាំមកហើយអ្វីដែលពិភពលោកត្រូវការបំផុតនោះគឺជាសេចក្តីស្នេហានេះបូធានីគ្រាន់តែលឺភ្លាមនឹងនៅពេលនៅផងដែរនាងក៏បញ្ចេញរោគសញ្ញាភ្លាមមកតែម្ដងភ្លេចទាំងគិតថានៅទីនេះគឺមានជាមួយនឹងអេសាគីនៅពេលនៅផងដែរនាងក៏បានទៅគម្រាមអេសាគីតែម្ដងថាបើសិនជារឿងរ៉ាវទាំងអស់នេះត្រូវបានបាយធ្លាយជីវិតរបស់គេច្បាស់ជាមិននៅដូចគ្នាឬហើយបើគេក៏បានទៅនិយាយគ្នានេះបូធានីក៏បាននិយាយថានេះច្បាស់ជាសម្បត្តិរបស់មនុស្សស្រីដូចគ្នាផងដែរហើយនាងក៏បានវិលត្រឡប់ទៅផ្ទះវិញមុនពេលដែលនាងចេញទៅក៏បានគម្រាមអេសាគីថាគេបំភ្លេចនៅអ្វីគ្រប់យ៉ាងដែលគេបានមើលឃើញនៅថ្ងៃនេះអេសាគីវិញគេក៏បាននិយាយថាមិនអីនោះទេគេគឺនឹងព្យាយាមស្វែងរកមនុស្សស្រីម្នាក់នោះតាមរយៈសភៅបោះឆ្នោតស្អាតរបស់គេនេះគឺច្បាស់ស្វែងរកឃើញនារីម្នាក់នោះជាមិនខានហើយនៅពេលហ្នឹងគេក៏បានវិលត្រឡប់ទៅវិញមកទៅចំណែកយូតាវិញគេក៏បានទៅនិយាយជាមួយនឹងរីកានៅពេលនោះផងដែរនាងក៏បានឲ្យគេលាដៃចេញមកឬហើយនាងក៏បានកាន់ដៃរបស់គេតែម្ដងក្រោយពេលដែលរថភ្លើងបានចេញទៅបាត់ហើយនៅពេលនេះពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅផ្ទះជាមួយនឹងគ្នានៅពេលហ្នឹងយើងក៏បានឃើញថាសភៅបោះឆ្នោតស្អាតមួយនោះក៏បានជ្រុះទៅលើដីដោយសារតែសភៅនោះក៏បានជ្រុះបាត់ទៅហើយថ្ងៃថ្មីក៏បានមកដល់រឿងរ៉ាវថ្មីក៏បានកើតឡើងដូចគ្នារឿងរ៉ាវបោះឆ្នោតស្អាតប្រចាំសាលានៅពេលនេះក៏ត្រូវបានបែកធ្លាយហើយនៅពេលហ្នឹងផងដែរនេះបូធានីនឹងក៏បានព្យាយាមស្វែងរកនិងសួរថាតើនរណាគឺជាអ្នកបង្កើតសភៅមួយនេះចេញមកនៅពេលហ្នឹងអេសាគីគេក៏បានតាំងខ្លួនជាអ្នកក្លាហានក្របឈរចេញមកនិងនិយាយថាសភៅមួយនេះគឺគេជាអ្នកបង្កើតឡើងគឺគេបង្កើតតែម្នាក់ឯងនៅទេមិនពាក់ព័ន្ធជាមួយនឹងណាម្នាក់មិនពាក់ព័ន្ធជាមួយនឹងសិស្សប្រុសអតីតទៀតឡើយឬហើយដើម្បីទទួលខុសត្រូវជាមួយនឹងកំហុសរបស់គេលើកនេះនិងដើម្បីធ្វើការសុំទោសទៅកាន់មនុស្សគ្រប់គ្នាគឺនឹងកោសក់ក៏ប៉ុន្តែនៅពេលដែលគេទៅដល់កន្លែងមកជិះស៊ូសាទីហើយនៅពេលហ្នឹងអេសាគីគេក៏បាននិយាយថាគេគ្រាន់តែនិយាយលេងតាណាគេទៅកោសក់មែនតើនោះនេះបូធានីនាងក៏បាននិយាយថាគេគឺជាកូនប្រុសនិយាយម៉ាត់ណាម៉ាត់នឹងពាក្យសម្ដីនៃគេនិយាយឲ្យគឺមិនអាចលេបទៅវិញបានទេប្រសិនបើគេលេបពាក្យសម្ដីមក5កោសក់នោះទេគ្រប់គ្នានឹងបានគិតថាគេគឺជាជនកំសាករហែមនុស្សស្រីដែលលងស្រឡាញ់គេនោះក៏ចាត់ទុកគេថាជាជនកំសាកដូចគ្នាដូច្នេះហើយនឹងគឺច្បាស់ជាមិនព្រមមកជួបគេឡើយដូច្នេះហើយនៅពេលនោះអេសាគីគេក៏បាននិយាយថានៃបូធានីនឹងគឺនិយាយត្រូវហើយគេគឺជាកូនប្រុសដើមទុំ5ហាត់ចាប់មួយក្រាបដៃពាក្យសម្ដីដែលគេនិយាយឲ្យគេគឺត្រូវតែគោរពតាមដូច្នេះហើយនៅពេលហ្នឹងគេក៏បានឲ្យយូតាធ្វើការកោសក់របស់គេតែម្ដងយូតាក៏បានឲ្យគ្រប់គ្នាទៅខាងក្រៅសិនដើម្បីធ្វើការកោសក់ហើយគេក៏បានធ្វើការគោរពជាមួយនឹងការលះបង់ដ៏អស្ចារ្យរបស់អេសាគីដូចគ្នាក្រោយពេលដែលកោហើយគ្រប់គ្នាក៏មានបំណងចង់ចូលមើលនៅពេលហ្នឹងយូតាក៏បាននិយាយថាចង់ចូលមើលក៏បានដែរក៏ប៉ុន្តែហាមសើចពួកនាងក៏បានតបទៅវិញថាអូខេយើងព្រមឬការវិញនាងក៏បាននិយាយថាកុំបារម្ភអីចាំនាងបញ្ចូលធម្មពលឲ្យទៅកាន់គេមកអង្គុយចុះមកអូមមហាស័ក្តិសិទ្ធិមហាហត្ថរិទ្ធសូមបញ្ចេញធម្មពលភ្លាម
ឬហើយថ្ងៃដែលគេរងចាំនឹងក៏បានមកដល់គេក៏បានទៅរងចាំនារីម្នាក់នោះក៏ប៉ុន្តែម្នាក់ដែលមកនោះគឺមិនមែនជាមនុស្សស្រីនោះទេក៏ប៉ុន្តែនោះគឺជាមិត្តភក្តិប្រុសរបស់គេនឹងឯងដែលពួកគេក៏ពិតជាស្រឡាញ់ជាមួយនឹងអ៊ីជីគីខ្លាំងណាស់ដោយសារតែការលះបង់ដ៏អស្ចារ្យរបស់គេមួយនេះឬហើយគេក៏បានទៅនិយាយគ្នាជាមួយនឹងនីបូតានីដែលបាននិយាយថាក្បាលតងោរបស់គេនេះតែមានមនុស្សស្រីណាស្រឡាញ់គេទៅនីបូតានីក៏បានតបទៅវិញថាកុំគិតចឹងមើលជួនកាលទៅអាចមានជាមួយនឹងមនុស្សចាប់អារម្មណ៍ក្បាលតងោរបស់គេអីចឹងណាដោយអប៉មួយនេះចឹងនេះហើយក៏ដូចជាអ្វីដែលនាងនិយាយពិតមែនចែកឃើញមានរបស់យើងនេះគឺបានចាប់អារម្មណ៍ទៅលើក្បាលតងោរបស់គេចឹងណាឯយោតាវិញនៅពេលនេះប្រដែរធ្វើការក៏បានចុះមកជួបគេនៅបាននិយាយថាគាត់គឺចង់ឲ្យយោតាទៅជាមួយនឹងពួកនាងគឺត្រូវការគេអូខេណាគ្នាអញ្ចឹងរឿងរបស់យើងវគ្គទី1គឺមានតែប៉ុណ្ណឹងទេអរគុណគ្នាសម្រាប់ការតាមដានតាំងតែពីដើមដល់ចប់ហើយយ៉ាប់មិនឆ្ងល់ទេមកខ្ញុំមកធ្វើរឿងហ្នឹងគឺសារតែរឿងហ្នឹងខ្ញុំឲ្យវោតនៅក្នុងក្រុម Telegram តាំងមួយឆ្នាំមុនហើយខ្ញុំទៅបានធ្វើនៅទេហើយសង្ឃឹមថាគ្នាគឺចូលចិត្តជាមួយនឹងរឿងមួយនេះហើយកុំភ្លេចធ្វើការ scan នៅខាងឆ្វេងដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំហើយខ្ញុំជួបគ្នាក្នុងវីដេអូក្រោយទៀតពីខ្ញុំ Michael សេស្លាប់គ្នាបាយបាយ